ហើយបងប្អូនចឹងចាប់ដើមភ្លក់ចាតំណងអត់ឆាផ្អកសាច់ជ្រូកជាមួយនឹងលក់របស់យើងមកចាមើលតាមមាត់ទៅដឹងហើយចាជាតិតែម្ដងឲ្យមេដៃមួយទៀត